Cầm nạp miễn châm nong chương thả đom náព្រះពុទ្ធសាសនានៅកម្ពុជាដកស្រង់ចេញពីសៀវភៅកំណាព្យធម៌ភាគទី3និពន្ធដោយឧបាសកអោកបូរាបទកកតេស្មូតដោយឧបាសិកាណេតលីអេងខ្ញុំសូមគិរវាំងព្រះពុទ្ធរតនៈធម្មៈរតនៈព្រះសង្ឃសាវកសូមបានសុខខាងហើយមានពលំគ្រប់ពេលវេលាព្រះពុទ្ធសាសនាល្បីសាយអង្គចាចូលកម្ពុជានៅជុំពូទ្វីបមកពីឥណ្ឌាក្រោយសង្ឃសតវត្សទី3ព្រះមហាថេរៈទាំងទ្វេនិមន្តគ្មៀតក្មៃផ្សាយព្រះសាសនាអង្គព្រះចិនស្រីនៅក្នុងទឹកដីសវណ្ណភូមិសនៈថេរៈព្រះអង្គជាអ្នកដែលបានចូលរួមដំណើរជាមួយលើកស្ទួយជួយជ្រោមបងប្អូនញាតិញោមទទួលរាំងទាំងនឹងព្រះរាជាទ្រង់មានសត្ធាឧត្តរៈថេរៈទាំងពីរព្រះអង្គទ្រង់បានគិរវាំងសាសនាល្អជាងហើយបានឧបត្ថម្ភអាយុសាសនានៅបានដោយសារគុណដ៏ឧត្តម
ពីព្រះរាជាប្រទេសយើងខ្ញុំឈ្មោះណយក៏ធំនឹងប្រជារាំងយើងមានវាំងស្នាក៏គឺដោយសារស្ដេចទ្រង់វៃឆ្លៀងរាប់អានសាងស្នាសាងវត្តពេញពាំងមន្ត្រីនឹងរាំងនាំគ្នាធ្វើបុណ្យតាំងពីបុរាណកម្ពុជាថ្កើងថ្កានរហូតបច្ចុប្បន្នព្រះមហាក្សត្រមានសត្យធាធ្ងន់បានសាងដើមទុនធ្វើបុណ្យដាក់ទានមិនភ្លេចឡើយណាព្រះពុទ្ធសាសនាហើយទ្រង់បានរៀននៅពុទ្ធវាទយកធ្វើជាស្ពាននាំរាំងរាប់លានទៅឋានផុតទុក្ខសូមអនុមោទនា